កាលពីព្រេងនាយនៅលើមេឃខ្ពស់លើពពកមានប្រាសាទមួយធ្វើពីកញ្ចក់សភ្លឺចែងចាំងដែលគេហៅថាប្រាសាទពពកនៅទីនោះមានព្រះនាងមួយអង្គព្រះនាងចន្ទ្រាដែលរស់នៅជាមួយសត្វស្លាបវេទមន្តនិងអ្នកថែសួនមេឃព្រះនាងចន្ទ្រាមានសម្រស់ស្រស់ស្អាតនិងចិត្តល្អជាទីបំផុតរាល់ថ្ងៃព្រះនាងតែងបញ្ជូនពន្លឺផ្កាយចុះមកផែនដីដើម្បីឲ្យមនុស្សមានសេចក្តីសុខប៉ុន្តែព្រះនាងមិនដែលបានចុះទៅផែនដីឡើយព្រោះព្រះរាជាបានហាមឃាត់ដោយខ្លាចព្រះនាងជួបគ្រោះថ្នាក់ថ្ងៃមួយព្រះនាងបានមើលឃើញក្មេងតូចៗនៅភូមិមួយកំពុងរងគ្រោះដោយគ្រោះរាំងស្ងួតដំណាំស្រូវស្លាប់ទឹកក្នុងស្រះក៏រីងអស់ព្រះនាងមានព្រះទ័យអាណិតជាខ្លាំងក៏សម្រេចចិត្តចុះទៅជួយមនុស្សនៅផែនដីព្រះនាងបានជិះលើសត្វស្លាបពណ៌សធំមួយហោះកាត់ពពកចុះមកក្រោមពេលមកដល់ភូមិមនុស្សទាំងអស់ភ្ញាក់ផ្អើលព្រោះមិនធ្លាប់ឃើញនារីស្រស់ស្អាតដូច្នេះឡើយព្រះនាងបានប្រើអំណាចវេទមន្តបង្កើតភ្លៀងធ្លាក់ស្រាលៗលើដីស្រែមិនយូរប៉ុន្មានដំណាំទាំងឡាយក៏ចាប់ផ្ដើមលូតលាស់ឡើងវិញប្រជាជនក្នុងភូមិរីករាយយ៉ាងខ្លាំងនិងនាំគ្នាអរគុណព្រះនាងប៉ុន្តែនៅពេលនោះមានមេធ្មប់ខ្មៅម្នាក់ដែលរស់នៅក្នុងព្រៃងងឹតបានច្រណែននឹងព្រះនាងគេបានបង្កើតព្យុះខ្មៅធំមួយដើម្បីបំផ្លាញភូមិព្រះនាងចន្ទ្រាមិនភ័យខ្លាចឡើយព្រះនាងបានលើកដំបងផ្កាយឡើងហើយបញ្ចេញពន្លឺដ៏ភ្លឺចែងចាំងបំបត្តិព្យុះខ្មៅនោះពន្លឺនៃចិត្តល្អបានយកឈ្នះលើភាពអាក្រក់ក្រោយពេលសង្គ្រោះភូមិរួចព្រះនាងត្រូវត្រឡប់ទៅប្រាសាទពពកវិញមុននឹងចាកចេញព្រះនាងបាននិយាយថាចូលរស់នៅដោយស្រឡាញ់គ្នានិងជួយគ្នាទៅវិញទៅមកនោះសុភមង្គលនឹងកើតមានជានិច្ចចាប់តាំងពីថ្ងៃនោះមកប្រជាជនតែងតែមើលទៅលើមេឃពេលយប់នៅពេលឃើញផ្កាយភ្លឺខ្លាំងពួកគេជឿថានោះគឺជាព្រះនាងចន្ទ្រាកំពុងការពារពួកគេពីលើប្រាសាទពពកគតិបណ្ឌិតចិត្តមេត្តានិងការជួយអ្នកដទៃគឺជាពន្លឺដែលអាចយកឈ្នះភាពងងឹតបាន